មានប្អូនមួយគាត់សួរថាលោកគ្រូចុះត្រីងៀតហូបត្រីងៀតច្រើនអាចប៉ះពាល់សុខភាពជាពិសេសឲ្យកើតមហារីកដែរឬទេបាទអញ្ចឹងចង់ឆ្លើយជាមួយប្អូនថាត្រីងៀតមិនមែនជាមូលហេតុផ្ទាល់នៃមហារីកទេប៉ុន្តែបើបរិភោគច្រើនឬខុសវិធីអញ្ចឹងវាអាចបង្កើនហានិភ័យនៃជំងឺមហារីកខ្លះបានហើយយើងត្រូវដឹងថាស្អីទៅត្រីងៀតណាត្រីងៀតគឺជាត្រីតូចឬក៏ធំដែលគេជួសគេហាលឲ្យស្ងួតឬដាក់អំបិលច្រើនដើម្បីរក្សាទុកយូរជាពិសេសនៅប្រទេសអាស៊ីយើងហើយក្នុងនោះគឺមានកម្ពុជាដែរណាហើយជារបបអាហារមួយដែលពេញនិយមជាមួយបាយឬជាមួយបាយកកឬក៏ជាផលិតផលបំពន់សម្រាប់រសជាតិណាអ្នកខ្លះចូលចិត្តហូបសាច់ច្រើនពេកទៅងាកមកត្រីងៀតហើយបាទអញ្ចឹងហានិភ័យណាហានិភ័យនៃជំងឺនៃហានិភ័យនៃការហូបត្រីងៀតហ្នឹងមានអីខ្លះណាបាទអញ្ចឹងកាលណាយើងហូបត្រីងៀតទៅទី1យើងត្រូវដឹងថាត្រីងៀតហ្នឹងអំបិលច្រើនណាគាត់ដាក់សូដ្យូមខ្ពស់ទី2ត្រីងៀតហ្នឹងស្ងួតមានអំបិលច្រើនហើយការបរិភោគញឹកញាប់អាចបង្កឲ្យឈឺអីខ្លះណាជាងកាលណាញឹកញាប់វាធ្វើឲ្យយើងកើតជំងឺលើសឈាមណាលើសសម្ពាធឈាមមានបញ្ហាបេះដូងអាចឈឺក្រពះណាអាចរហូតដល់មហារីកក្រពះផងដែរណាបាទហើយអង្គការសុខភាពលោកបានបញ្ជាក់ថាអំបិលច្រើនពេកជាហេតុបង្កឲ្យកើតមហារីកក្រពះហើយជាពិសេសគឺមានសារធាតុនីត្រាតណានីត្រីតឬក៏នីត្រាតអញ្ចឹងនៅក្នុងត្រីងៀតហ្នឹងឬក៏ត្រីស្ងួតហ្នឹងអាចមានសារធាតុនីត្រីតឬក៏នីត្រាតហ្នឹងពេលដុតឬក៏ចៀនខ្លាំងណាដុតទៅខ្លោចខ្លាំងចៀនខ្លាំងពេកអាចបំលែងទៅជានីត្រូសាមីនចានីត្រូសាមីនហ្នឹងដែលជាសារធាតុបង្កឲ្យកើតមហារីកណាហើយចំណុចមួយទៀតគឺសារធាតុបង្ករោគពីការរក្សាទុកមិនបានត្រឹមត្រូវអញ្ចឹងត្រីងៀតជំទាស់បានត្រឹមត្រូវវាអាចបង្ករោគដែរហើយត្រីងៀតដែលរក្សាទុកមិនស្អាតឬស្ងួតមិនល្អអាចមានផ្សិតចាផ្សិតហ្នឹងបើកើតបាននៅសារធាតុមួយគេហៅថាអាហ្វឡាតុកស៊ីនជាសារធាតុបង្កឲ្យកើតមហារីកថ្លើមឃើញទេចាផ្សិតណាត្រីងៀតទុកដាក់ស្រួលបួលវាមានផ្សិតទៅយើងយកមកហូបទៅគឺកើតមហារីកថ្លើមអញ្ចឹងរបៀបបរិភោគឲ្យមានសុវត្ថិភាពគេត្រូវធ្វើម៉េចណាអញ្ចឹងទី1គេត្រូវហូបតិចម្ដងក្នុងមួយសប្តាហ៍ឬក៏2ដងណាអត់ឲ្យហូបមួយថ្ងៃម្ដង2ដងបានមួយសប្តាហ៍ទី2មុនពេលចៀនឬដុតអាចលាងទឹកចេញអំបិលណាលាងអំបិលទឹកអំបិលលាងអំបិលចេញទៅចាំវាទៅអាំងឬចៀនទី3ជៀសវាងត្រីងៀតដែលមានក្លិនខុសប្រក្រតីណាឬក៏មានផ្សិតអញ្ចឹងយើងមិញឃើញថាមានផ្សិតអាចកើតមហារីកថ្លើមទី4កុំដុតឲ្យខ្លោចពេកព្រោះអាចបង្កសារធាតុបង្កមហារីកណាកាលណាខ្លោចពេកទី5ផឹកទៅច្រើនកាលណាយើងញ៉ាំត្រីងៀតហើយយើងញ៉ាំទៅច្រើននិងបរិភោគបន្លែផ្លែឈើណាជាមួយដើម្បីបន្ថយផលប៉ះពាល់នៃអំបិលបាទអញ្ចឹងហូបលាយជាមួយបន្លែឬផ្លែឈើណានឹងល្អប៉ុន្តែថាបន្លែស្រុកយើងឥឡូវវាបានដែរណាតែហូបយូររៀងអាចរហូតនឹងដាក់អីខ្លះបន្លែយើងសំងៃណាអ្នកដាំអ្នកអីហ្នឹងយកមកពីណាពីណីបាទអញ្ចឹងត្រីងៀតសូមជូនប៉ុណ្ណឹងណាអញ្ចឹងយើងសន្និដ្ឋានថាត្រីងៀតមិនមែនជាអាហារបង្កមហារីកដោយផ្ទាល់ទេប៉ុន្តែបើបរិភោគច្រើនឬក៏ដុតខ្លោចឬសារទុកមិនបានល្អវាអាចបង្កើនហានិភ័យមហារីកថ្លើមនិងមហារីកក្រពះបានផងដែរបាទសូមអរគុណសូមជម្រាបលា